សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី55នៃរឿងកំពូលសិល្បៈក្បាច់គុនដោយភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលសាស្ត្រវិញ្ញាណដែលមានកម្រិតទី5ទាំង3ក្បាលគឺបានសម្រុកមកកាន់ទីតាំងបងស្រីរបស់ស៊ូបៃធានអញ្ចឹងហើយបងស្រីរបស់ស៊ូបៃធានដែលមានឈ្មោះថាជាងលៀងនាងគឺពិតជាមានការផាត់ភ័យជាខ្លាំងរំពេចនៅពន្លឺដែលបានចេញពីខ្សែដៃរបស់ស៊ូបៃធានគឺបានប្រកល់ឲ្យទៅកាន់បងស្រីរបស់គេក៏ស្រាប់តែវាគឺបានបន្លឺឡើងសัตว์ទាំង3ក្បាលនឹងគ្រាន់បានឃើញអញ្ចឹងហើយនឹងគឺដាក់មេប្រុសទៅយ៉ាងលឿនអបិវូឆឹងនៅខាងក្រៅគ្រាន់បានឃើញអញ្ចឹងហើយនឹងគេមិនជឿនោះទេតើវាអាចទៅរួចបានដោយរបៀបណាប្រនាងវិញត្រង់បានងាកប្រាប់ទៅកាន់ស៊ូបៃធានថាត្រូវទៅដឹងថានៅក្នុងការប្រកួតក្នុងការផ្លាស់ប្ដូរក្បាច់គុនមិនអនុញ្ញាតឲ្យប្រើប្រាស់វត្ថុវេទមន្តនោះទេប៉ុន្តែស៊ូបៃធានគឺបានប្រាប់ទៅកាន់ប្រនាងទៅថាកុំឲ្យប្រនាងគឺព្រួយបារម្ភដោយសារតែបងស្រីគេគឺមិនបានប្រើប្រាស់វត្ថុវេទមន្តនោះទេគាត់អាចគ្រប់គ្រងសត្វដោយសារតែសមត្ថភាពរបស់គាត់ផ្ទាល់ភ្លាមនឹងដែរយើងក៏បានលើកសូរសម្រាយសត្វសាហាវគឺបានស្រែកចេញពីក្នុងព្រៃវិញ្ញាណគ្រប់គ្នាគឺបានងាកទៅមើលជាពិសេសឈឹងលៀងនាងគឺកាន់តែមានការផាត់ភ័យជាងមុនថែមទៀតសត្វខ្លាសមួយក្បាលទៅវាគឺជាបិសាចវិញ្ញាណដែលមានកម្រិតទី7បានលោតចេញពីព្រៃខាងមុខរួចហើយក៏បានក្រហមយ៉ាងខ្លាំងដាក់ទៅកាន់មុខបងស្រីស៊ូបៃធានឲ្យជាស្ដែងខ្លាសកម្រិតទី7នេះវាគឺមាន2ក្បាលជាពិសេសយើងក៏បានឃើញជាមួយនឹងក្អែកដែលជាបិសាចវិញ្ញាណកម្រិតទី7នៅទីនេះផងដែលស្របទាំងអស់បិសាចវិញ្ញាណកម្រិតទី7មកទីនេះជួបជុំគ្នាចំនួន3ក្បាលមានសត្វកំណាចទាំង3នឹងគឺពិតជាធំមែនទែនព្រះនាងគ្រាន់តែបានឃើញអញ្ចឹងហើយនឹងគាត់ក៏ហាក់បីដូចជាមានការឆ្ងល់ជាខ្លាំងហើយរវៃបានជាសត្វវិញ្ញាណកម្រិតទី7មកទីនេះជួបជុំគ្នាចំនួន3ក្បាលប្រជាទី6គាត់ក៏បាននិយាយផងដែរប្រកាសថាក្មេងស្រីជាងលៀងប្រកាសជាមានគ្រោះថ្នាក់សត្វកំណាចទាំង3ក្បាលគឺបានសម្រុកចូលទៅដំណើរគ្នាដើម្បីនឹងត្រៀមវេប្រហារទៅកាន់ជាងលៀងក៏ស្រាប់តែសាច់រឿងយើងគឺបានភ្លឹបមួយផ្លេតភ្លឺឡើងវិញក៏ស្រាប់តែបានធ្វើអ្នកគ្រប់គ្នានៅពេលនេះគឺពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងហើយសឹងតែមិនគួរឲ្យជឿនៅអ្វីដែលបានឃើញដោយសារតែសត្វទាំង3ក្បាលនឹងវាបានជាមកងឯលើបងស្រីរបស់ជាងលៀងក៏ដូចជាបងស្រីរបស់ជាងលៀងគឺងឯវាលែងធម្មតាទៅវិញហើយជាស្ដែងសាររំបាញ់មិញទាំង3ក្បាលនឹងវាគឺពិតជាមានមាឌធំអញ្ចឹងទៅប៉ុន្តែបន្ទាប់មកយើងក៏បានឃើញមាឌវាទាំង3គឺតូចទៅវិញគឺថាមិនមែនតូចណាស់ណាទេគ្រាន់តែថាវាតូចជាងមុនណាមិនមែនដូចមុនទេមុនបងស្រីរបស់ស៊ូបៃធានជួក្បាយវាទៅវាធំជាងប៉ុន្តែឥឡូវហ្នឹងបែរជាវាមានមាឌប្រព័ន្ធបងស្រីស៊ូបៃធានជាពិសេសអន្ត្រីមួយនេះគឺវាទុំលើស្មាបងស្រីស៊ូបៃធានអីចឹងទៅអបិវូឆឹងក៏នៅតែនិយាយដដែលថាវាអាចទៅរួចបានដោយរបៀបណាស៊ូបៃធានគឺបានដើរមកពីក្រោយប្រាប់ទៅកាន់អបិហ្នឹងទៅថាដោយសារតែឯងគឺបានឃើញចឹងហើយវាគឺពិតជាអាចទៅរួចប៉ុន្តែបើទោះបីជាស៊ូបៃធាននិយាយយ៉ាងណាក៏ដោយក៏អបិវូឆឹងគឺនៅតែមិនជឿដដែលភ្លាមនឹងបងស្រីរបស់ស៊ូបៃធានគាត់បានដើរចាក់ចេញមកវិញអបិវូឆឹងក៏បានទទួលពិតប្រនាងថាមើលតែប្រកាសថានាងគឺបោកប្រាស់នាងគួរតែបានប្រើប្រាស់វត្ថុវេទមន្តណាមួយមើលទៅដែលបានលាក់នៅក្នុងខ្លួននាងព្រះនាងវិញទ្រង់បានសួរបញ្ជាក់ទៅកាន់ឈឹងលៀងផងដែរតើនាងគឺមានប្រើប្រាស់វត្ថុវេទមន្តណាអត់ដើម្បីគ្រប់គ្រងសត្វប៉ុន្តែឈឹងលៀងគឺបានប្រាប់ទៅថាមិនមានប្រើប្រាស់នោះទេបើទោះបីជាអ្នកក្តីអបិវូឆឹងក៏នៅតែមិនជឿដដែលបើពឹងផ្អែកទៅលើកម្លាំងរបស់ឈឹងលៀងប្រកាសថាមិនអាចធ្វើរឿងបែបនេះបាននោះទេដល់ចឹងហើយនឹងស៊ូបៃធានគេបានលោកមាត់ថាចាញ់ឲ្យដឹងចាញ់ទៅហើយបើសិនជាហ៊ានសម្លុតបងស្រីរបស់គេទៀតប្រកាសថាស៊ូបៃធានក៏នឹងបដៅអបិវូឆឹងជាលើកទី2ប៉ុន្តែអបិវូឆឹងក៏នៅតែរំលឹកដដែលបើសិនជាក្នុងការប្រកួតបងស្រីរបស់ស៊ូបៃធានគឺបានប្រើប្រាស់វត្ថុវេទមន្តហើយបើសិនជាគេគឺអាចចាប់បានប្រកាសថាវិមានឡានហៅរបស់ពួកយើងក៏នឹងអាម៉ាស់មកស៊ូបៃធានគេបានធ្វើដែរដោយជាដេញអបិវូឆឹងប្រាប់ទៅកាន់អបិវូឆឹងថាមិនចាំបាច់ព្រួយបារម្ភអំពីរឿងនេះនោះទេក្រែងបាញ់មិញឯងគេបានសន្យាថានៅឆ្ងាយពីខ្ញុំចឹងឲ្យទៅឆ្ងាយតិចទៅដូចឃើញចឹងហើយនឹងប្រនាងទ្រង់ក៏បានកវីក្បាលចំពោះអាកប្បកិរិយាស្ទើររបស់គាត់ផងដែរប៉ុន្តែយ៉ាងណាមិញគាត់ក៏បានប្រាប់ទៅកាន់ឈឹងលៀងថាឈឹងលៀងនៅពេលហ្នឹងគឺមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការតំណាងឲ្យវិមានឡានហៅវូហ្វូប្រនាងទ្រង់បាននិយាយផងដែរថាក្នុងការផ្លាស់ប្ដូរសិល្បៈក្បាច់គុនជាមួយនឹងវិមានលិងយុនដែលខាតពួកគេក៏ត្រូវទទួលបានជ័យជំនះហើយក៏បានប្រាប់ទៅកាន់ពួកគេបន្ថែមទៀតថាពេលវេលាគឺនៅសល់តែ5ថ្ងៃទៀតតែប៉ុណ្ណោះហើយខ្ញុំភ្លេចប្រាប់នេះយើងទៅថាឈឹងលូនាងក៏បានមកដល់ទីនេះផងដែរហើយនាងមកតាំងពីដំបូងមកម្លេះប្រនាងទ្រង់ក៏នឹងបើកវគ្គហ្វឹកហាត់ពិសេសទៅដល់ពួកគេដើម្បីកាន់តែប្រកាសថាទទួលបានជ័យជំនះរំពេញស៊ូបៃធានគេបានលើកសំណើមួយសួរទៅកាន់ព្រះនាងក្នុងការហ្វឹកហាត់ពិសេសដូចចឹងហើយនឹងព្រះនាងទ្រង់បានឲ្យស៊ូបៃធាននិយាយមកស៊ូបៃធានគេបានលើកឈ្មោះអបិវូឆឹងហើយប្រាប់ទៅកាន់ព្រះនាងថាដោយសារតែអបិវូឆឹងគេមានសមត្ថភាពខ្លះចឹងហើយក្នុងការហ្វឹកហាត់ពិសេសមួយនេះស៊ូបៃធានគឺសុំហ្វឹកហាត់ជាមួយនឹងអបិវូឆឹងដូចចឹងហើយនឹងអបិវូឆឹងគឺឡើងភ្ញាក់ប្រាប់ឲ្យស៊ូបៃធានគឺនៅឆ្ងាយពីគេបន្តិចទៅស៊ូបៃធានគឺបានប្រាប់ទៅកាន់អបិវូឆឹងក្រែងកន្លងមកឲ្យគឺចង់ប្រកួតជាមួយនឹងខ្ញុំមិនមែនប៉ុន្តែឥឡូវនេះវាគឺជាឱកាសហើយអ្វីបានជាឯងខ្លាចអបិវូឆឹងដែលហៅថាអញ្ចឹងគឺនិយាយឡើងចេញហៀបនឹងងាកឲ្យពនាងជួយប៉ុន្តែពនាងទ្រង់គឺបានបែរមុខចេញទៅទៀតចឹងហើយប៉ាញ់គឺគ្មានអ្វីក្រៅពីយល់ព្រមនោះទេបកាយតោះមួយស៊ូបៃធានពេកចឹងហើយដឹងតែស្បៃរបស់ស៊ូបៃធានហ្មងលើកហ្នឹងប៉ុណ្ណឹងមកជុំទៅងុំនៅអួតទៀតថាគេនឹងចាត់ការទៅលើស៊ូបៃធានចឹងទៅស៊ូបៃធានគឺបានប្រាប់ទៅកាន់អបិនឹងផងដែរពឹងទៅលើសមត្ថភាពរបស់ឯងនោះទេបន្ទាប់ពីចាត់ចែងរួចហើយពនាងគាត់ក៏បានចាក់ចេញហើយប្រាប់ទៅកាន់ពួកគេថានៅថ្ងៃត្រង់ត្រូវតែទៅរាជវាំងមួយសាទៀតអបិវូឆឹងវិញក៏បានចាក់ចេញទៅវិញដូចគ្នាចំណែកឈិនលូនាងក៏បាននិយាយទៅកាន់ស៊ូបៃធានហើយនាងក៏បានសុំទោសទៅលើស៊ូបៃធាននៅក្នុងពិធីខួបកំណើតលើកមុនអីចឹងទៅលើថាបានកើតរឿងមិនសមរម្យចំពោះស៊ូបៃធានណា
ប៉ុន្តែស៊ូបៃទៀនគឺមិនប្រកាសនោះទេហើយពួកយើងទាំងពីរនាក់គឺនៅតែជាមិត្តភក្តិល្អនឹងគ្នាដដែលបន្ទាប់ពីប្រាប់ចឹងរួចហើយស៊ូបៃទៀនគេក៏បានដើរចាក់ចេញទៅវិញឈានលូនេះវិញនាងគឺមានការសប្បាយចិត្តផងដែរសាច់រឿងក៏បានការបន្តទីធ្លាដែលប្រហែលជារាជវាំងនឹងបងស្រីរបស់ស៊ូបៃទៀនគឺបានកេះទៅកាន់ស៊ូបៃទៀនហើយមើលទៅកញ្ញាឈិនគឺបានចាប់អារម្មណ៍ទៅលើឯងដែរស៊ូបៃទៀនបានប្រាប់ទៅកាន់បងស្រីកុំឲ្យបងស្រីគេនឹងគឺគិតផ្ដេសផ្ដាសអីដោយសារតែឈិនលូគឺជាមិត្តភក្តិរបស់ខ្ញុំតែប៉ុណ្ណោះស៊ូបៃទៀនគឺបានសួរទៅកាន់បងស្រីរបស់គេវិញហើយតើនៅពេលណាបងស្រីគឺរកបងថ្លៃឲ្យខ្ញុំគ្រាន់តែបានលើអញ្ចឹងភ្លាមបងស្រីរបស់ស៊ូបៃធាននឹងគឺអៀនឡើងខ្វាច់បន្ទោសទៅកាន់ប្អូនពីរម៉ាត់រួចហើយក៏បានដើរទៅមុខអីចឹងទៅស៊ូបៃធានយើងវិញគេក៏បានឆ្ងល់ផងដែរហេតុអីបានជាបងស្រីរបស់គេគឺប្លែកម្លេះការមកដល់នៅក្នុងព្រះរាជវាំងនេះវិញពនាងទ្រង់គឺនៅតែរំលឹកដដែលថានៅសល់តិចជាង5ថ្ងៃទៀតតែប៉ុណ្ណោះហើយតើពួកគេគឺមានទំនុកចិត្តថាអាចយកឈ្នះបានដែរឬក៏អត់បេវូឆឹងគឺបានស្រែកមុនគេថាប្រកាសថាពួកយើងក៏នឹងអាចឈ្នះប៉ុន្តែពនាងទ្រង់បាននិយាយបន្តទៀតថាមានទំនុកចិត្តវាគឺពិតជាល្អប៉ុន្តែវិមានលិងយន្តគឺមានថាមពលខ្លាំងទ្រង់បានប្រាប់ទៅកាន់សិស្សគាត់ផងដែរថានៅក្នុងចំណោមនោះមានមនុស្សម្នាក់ឈ្មោះថាឆាងជាងយន្តគឺជាទេពកោសល្យដំបងនៃវិមានជាងយន្តបានឈានទៅដល់អាណាចក្រវិញ្ញាណប្រយុទ្ធផ្កាយ6អ្នកបន្ទាប់លៃស៊ីវបានទម្លាយទៅដល់អាណាចក្រវិញ្ញាណប្រយុទ្ធផ្កាយ5នៅសល់3អ្នកទៀតក៏ខ្លាំងផងដែរគាត់បានលើកអំពីឈ្មោះក៏ដូចជាកម្រិតនៃការហ្វឹកហាត់របស់ពួកគេហើយនឹងក៏បានធ្វើគ្រប់គ្នាគឺពិតជាមានការភ្ញាក់ផ្អើលហើយយើងក៏អាចដឹងលេងៗផងដែរសូម្បីតែហ្វូស៊ីនដែលជាជើងខ្លាំងលេខ1ហ្នឹងក៏មានកម្រិតអាណាចក្រវិញ្ញាណប្រយុទ្ធផ្កាយ1ហើយបើធៀបទៅនឹងជើងខ្លាំងលេខ1នេះវិមានលិងយន្តហ្នឹងគឺគេមានផ្កាយរហូតដល់6ឯណោះដូច្នេះហើយកំឡុងពេលនេះព្រះនាងទ្រង់បានសួរអំពីតម្រូវការរបស់ពួកគេហើយបើត្រូវការអ្វីគាត់នឹងខិតខំប្រឹងប្រែងព្យាយាមយកឲ្យពួកគេដូចអញ្ចឹងហើយនឹងរ៉េនស៊ីនាងក៏មានវត្តមាននៅក្នុងការប្រកួតនេះផងដែរអញ្ចឹងហើយនាងក៏បានសុំប៉ិនមួយដែលមានកម្រិតខ្ពស់ពីព្រះនាងហើយគឺពិតជាសំណាងមែនតែដោយសារតែវិមានឡានហៅនឹងគឺមានប៉ិនតែមួយគាត់ដែលមានកម្រិតខ្ពស់អញ្ចឹងហើយទ្រង់យកឲ្យទៅកាន់ឆេរ៉េនស៊ីប៉ុន្តែស៊ូបៃទៀនគឺប្រាប់ឲ្យទ្រង់ឈប់បន្តិចហើយស៊ូបៃទៀនគេបានដកយកថង់ផ្ទុករបស់គេចេញមកក៏ដូចជាយកប៉ិនមួយឲ្យទៅកាន់រ៉េនស៊ីស៊ូបៃទៀនគឺបានឲ្យរ៉េនស៊ីខ្ចីប៉ិននេះបណ្ដោះសនសិនហើយបើមើលទៅមុខរបស់រ៉េនស៊ីបានរបស់ក្រាស់ឲ្យប៉ុណ្ណឹងឯងគឺមុខឡើងក្រហមម្លងប៉ុណ្ណឹងឯងមកជុំទៅងុំស៊ូបៃទៀនគេបានយកដៃទៅទះស្មារ៉េនស៊ីចឹងទៅហើយប្រាប់ទៅកាន់នាងថាមិនអីនោះទេប៉ុន្តែប្រើប្រាស់វាđểប្រុងប្រយ័ត្នកុំឲ្យខូចបងស្រីរបស់ស៊ូបៃទៀននាងបានប្រាប់ទៅកាន់ព្រះនាងថាដោយសារតែក្នុងចំណោមមនុស្សក្រុមពួកគេហ្នឹងគឺដោយសារតែបងស្រីរបស់ស៊ូបៃទៀនគឺមានកម្រិតទាបជាងគេអញ្ចឹងហើយក្នុងរយៈពេល5ថ្ងៃនេះខ្ញុំក៏នឹងទៅបង្កើនសមត្ថភាពដោយខ្លួនឯងព្រះនាងវិញទ្រង់បានប្រាប់ឲ្យបងស្រីរបស់ស៊ូបៃទៀនគឺទៅហ្វឹកហាត់នៅក្នុងទ្រុកឈាមវិញ្ញាណទៅហើយក៏នឹងរកវិធីសាស្ត្រដើម្បីពង្រឹងសមត្ថភាពឲ្យខ្លាំងតាមដែលអាចធ្វើទៅបានចំណែកចៅជារងវិញគេក៏សុំទៅទីនឹងផងដែរដូចអញ្ចឹងហើយនឹងបងស្រីរបស់ស៊ូបៃទៀនគឺបានអៀនទៀតហើយហើយចំពោះនៅពេលនេះស៊ូបៃទៀនគេបានដឹងច្បាស់ហើយថាបងស្រីរបស់គេក៏ប្រកាសជាមានចិត្តទៅលើចៅជីងរងបន្ទាប់មកព្រះនាងទ្រង់បានសួរទៅកាន់ស៊ូបៃទៀនថាស៊ូបៃទៀនគេមានតម្រូវការអ្វីដែរអត់ចំពោះស៊ូបៃទៀនវិញគេមានតម្រូវការអ្វីនោះទេប៉ុន្តែគេគ្រាន់តែសង្ឃឹមថាបេវូឆឹងក៏នឹងអាចទប់ទល់ជាមួយនឹងគេបានបេវូឆឹងក៏បានប្រាប់ទៅយ៉ាងលឿនថាកុំឲ្យស៊ូបៃទៀននឹងគឺមើងងាយមកកាន់គេដូចអញ្ចឹងហើយសាច់រឿងនៅក្នុងភាគទី55ក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណឹងដូចគ្នាជាស្រ័យបើសិនជាមានកំហុសខុសឆ្គងក៏ដូចជាលើកសូរសំឡេងភ្លៀង